ទិញអីវ៉ាន់អនឡាញយើងចេះចុចចេះទម្លាក់លេខទម្លាក់ទីតាំងអីចឹងណាបងប្អូនប៉ុន្តែបើលក់ទៅវិញយើងមាន Facebook យើងប្រើ Facebook រាល់ថ្ងៃយើងអូសយើងលេងរាល់ថ្ងៃប៉ុន្តែយើងអត់ចេះលក់ទេខ្លះយើងបង្ខំដែរតែអត់មានអ្នកចាប់អារម្មណ៍ក្នុងការទិញកសិផលរបស់យើងបាទតោះបងប្អូនទាំងអស់គ្នាយើងជួបគ្នាដំបូងនៅវាលស្មៅបាទខាងក្រោយខ្នងខ្ញុំសត្វតែវាលស្មៅបាទនេះជានៅក្នុងចំការរបស់ខ្ញុំបាទហើយដោយសារយើងនឹងជួបគ្នាជាបន្តបន្ទាប់ទៅច្រើនវគ្គច្រើនសារច្រើនវីដេអូទៀតអំពីការលក់អនឡាញដែលខ្ញុំនឹងព្យាយាមចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាអំពីការលក់អនឡាញដោយសារហេតុផលដែលខ្ញុំឆ្លៀតពេលក្នុងការចែករំលែកវិធីសាស្ត្រក្នុងការលក់អនឡាញនេះបងប្អូនខ្ញុំឃើញបងប្អូនប្រជាកសិករយើងផ្ដោតពិសេសទៅលើបងប្អូនប្រជាកសិករតែម្ដងពេលខ្លះយើងមានកសិផលយើងមានបន្លែផ្លែឈើត្រីសាច់ហើយយើងអត់ចេះលក់ទេជាពិសេសបងប្អូនដែលនៅតាមស្រុកភូមិស្រុកស្រែជនបទតែម្ដងបាទយើងមាន Facebook យើងប្រើ Facebook រាល់ថ្ងៃយើងអូសយើងលេងរាល់ថ្ងៃប៉ុន្តែយើងអត់ចេះលក់ទេបាទយើងអត់ចេះលក់ទេប៉ុន្តែបើយើងទិញអនឡាញទិញអីវ៉ាន់អនឡាញយើងចេះទិញអីវ៉ាន់អនឡាញយើងចេះចុចចេះទម្លាក់លេខទម្លាក់ទីតាំងអីចឹងណាបងប្អូនប៉ុន្តែបើលក់ទៅវិញយើងអត់ចេះលក់ពេលខ្លះយើងបង្ខំដែរតែអត់មានអ្នកចាប់អារម្មណ៍ក្នុងការទិញកសិផលរបស់យើងបាទអត់មានអ្នកចាប់អារម្មណ៍ក្នុងការទិញកសិផលរបស់យើងហេតុផលអស់នេះឯងដែលខ្ញុំឃើញថាវាជាឱកាសល្អមួយដែលយើងមានបណ្ដាញសង្គមយើងអាចលក់បានគ្រប់ទាំងអស់បងប្អូនអូស Facebook មើលឃើញណា Facebook TikTok Telegram សូម្បីតែ YouTube ក៏យើងអាចលក់បានដែរបាទតាមរយៈការផលិតជាវីដេអូក្តីការបង្ហោះជារូបភាពឬក៏ជាអក្សរជាអត្ថបទក្តីយើងនៅតែអាចលក់បានបាទតាមបណ្ដាញសង្គមផ្សេងបណ្ដាញទំនាក់ទំនងផ្សេងបាទហើយបងប្អូនពេលខ្លះណាកសិផលយើងអាចលក់បានគឺមាននៅជុំវិញផ្ទះដែលតំបន់ផ្សេងអត់មានឧទាហរណ៍បងនៅភ្នំពេញគាត់អត់មានទេមើមសាគូអត់អាចដាំបានទេអាចដាំបានតិចតួចដែលបងខ្លះគាត់អាចឆ្លៀតបានក្បែរសម្រាប់ផ្ទះក្នុងផើងក្នុងថូអីទេតែបើឲ្យដាំលក្ខណៈធំដុំឬក៏ជាប្រភេទធម្មជាតិដូចនៅស្រុកខ្សែចំការយើងទៅហ្មងហ្នឹងគឺអត់មានទេអញ្ចឹងឯងវាជាឱកាសមួយដែលយើងគ្រាន់តែថតបង្ហោះរូបសាគូឬក៏មើមដំឡូងដៃខ្លាឬក៏ដំឡូងឈាមមាន់ឬក៏បន្លែផ្លែឈើផ្សេងទៀតដែលគិតថាយើងអាចលក់បានអាចផ្ញើចេញបានហ្នឹងវាគឺជាឱកាសទីផ្សាររបស់យើងហើយឥឡូវនេះសម័យនេះបងប្អូនយើងចង់ផ្ញើអីវ៉ាន់ទូទាំងប្រទេសកម្ពុជាយើងឬក៏សូម្បីទៅដល់ប្រទេសផ្សេងក៏យើងអាចផ្ញើបានដែរអញ្ចឹងនៅក្នុងប្រទេសយើងមានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបងប្អូនអ្នកធ្លាប់ទិញអីវ៉ាន់អនឡាញក្តីអ្នកអត់ធ្លាប់ក្តីច្បាស់ជាស្គាល់ហើយក្រុមហ៊ុនដឹកជញ្ជូនដែលឃើញបើកាត់មុខផ្ទះយើងរាល់ថ្ងៃហើយវាជាឱកាសមួយដែលយើងអាចផ្សព្វផ្សាយអាចពំនាំកសិផលរបស់យើងទៅដល់បងដែលនៅទីក្រុងឬក៏នៅតំបន់ផ្សេងនៅភូមិឃុំផ្សេងអត់មានកសិផលអត់មានរបស់របរទាំងហ្នឹងអញ្ចឹងលក់អនឡាញនេះមិនសំខាន់តែទៅលើលក់តតែមានលក់ខោអាវលក់ស្បែកជើងលក់ម៉ាក់កាយេលក់គ្រឿងសម្អាងលក់លេលក់អីហ្នឹងទេអ្វីក៏យើងអាចលក់បានដែរបងប្អូនបាទស្ទើរតែអាចលក់បានសពគ្រប់តែម្ដងនេះយើងនិយាយលេងសើចប៉ុន្តែវារឿងរបស់ជាច្រើនគឺយើងអាចលក់បានណាបងប្អូនបាទរបស់ជាច្រើនដែលយើងអាចលក់បានដោយសារឃើញឱកាសបែបនេះឯងដែលខ្ញុំនឹងឆ្លៀតពេលហើយមិនថាតែបងប្អូនប្រជាកសិករទេបងប្អូនចង់លក់អនឡាញទូទៅចង់លក់ឧទាហរណ៍មានកន្លែងសិប្បកម្មកែច្នៃដូចជាអាចធ្វើកត្រកធ្វើអំបោះធ្វើកាបូបធ្វើស្បែកជើងធ្វើសិប្បកម្មផ្សេងក៏អាចរៀនបានបងប្អូនដែលលក់កាបូបលក់ខោអាវលក់អីហ្នឹងក៏អាចរៀនបានយើងលក់នៅក្នុងតូបរបស់យើងហើយយើងអាចឆ្លៀតបង្ហោះតាមអនឡាញតាម Facebook តាម TikTok តាម Telegram តាម YouTube ហើយនឹងបណ្ដាញសង្គមបណ្ដាញទំនាក់ទំនងជាច្រើនទៀតផងដែរបាទអញ្ចឹងវាជាឱកាសមួយហើយខ្ញុំនឹងព្យាយាមចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នារបៀបស្រាលសាបដែលបងប្អូនអាចរៀនបានហើយបងប្អូនអត់ចេះអក្សរចេះសរសេរតិចតួចក៏អាចសរសេរបង្ហោះបានដែរអត់ទាល់តែចាំបាច់ចេះ
អក្សរខ្លាំងឬក៏អក្សរអង់គ្លេសនោះទេបាទភាសាខ្មែរយើងចេះតិចតួចត្រឹមតែសរសេរបានអីបានតិចតួចទេបាទតិចតួចហ្នឹងគឺអាចបង្ហោះលក់បានហើយបើយើងអត់ចេះសោះក៏យើងអាចលក់បានដូចគ្នាបងប្អូនគាត់ថាយើងរឿងពិបាកជាងអ្នកចេះបន្តិចយើងអាចប្រើកម្មវិធីនិយាយជាសំឡេងឲ្យចាញ់ជាអក្សរបានអីដូចគ្នាដែរសម្រាប់បងប្អូនដែលអត់ចេះអក្សរសោះណាបាទយើងនៅតែមានវិធីសាស្ត្រអាចលក់បានដូចគ្នាបាទហើយខ្ញុំនឹងចែករំលែកជាមួយបងប្អូនអំពីការប្រើប្រាស់បណ្ដាញសង្គមបណ្ដាញទំនាក់ទំនងទាំងហ្នឹងមានទាំង Facebook ទាំង TikTok ទាំង YouTube ទាំង Telegram អីជាដើមបាទយើងនឹងព្យាយាមចែករំលែកទាំងអស់តែម្ដងហើយបងប្អូនអាចសិក្សាអាចតាមដានមួយដែលខ្ញុំនឹងមិនលឿនទេបងប្អូនខ្ញុំនឹងព្យាយាមយឺតយើងដោយសារយើងផ្ដោតហ្នឹងគឺទៅលើបងប្អូននៅតាមស្រុកស្រែជនបទហើយបងប្អូនដែលអត់សូវមានពេលវេលាច្រើនបងប្អូនដែលមិនសូវចេះអក្សរក៏អាចរៀនបានដូចគ្នាដែរដូចខ្ញុំបញ្ជាក់ពីដើមមកអញ្ចឹងបាទហើយនេះជាវីដេអូដំបូងដែលខ្ញុំនឹងជជែកខ្លីប៉ុណ្ណឹងយើងនឹងធ្វើការជាមួយគ្នាបន្តទៅទៀតមុននឹងបញ្ចប់ខ្ញុំចង់បញ្ជាក់បងប្អូនថាប្រហែលជាបងប្អូនជាច្រើនធ្លាប់ឃើញខ្ញុំបង្ហាញខ្ញុំចែករំលែកតែទៅលើបច្ចេកទេសកសិកម្មទេហើយពេលនេះខ្ញុំចែករំលែកទៅដល់ការងារបណ្ដាញសង្គមការងារលក់អនឡាញទៀតមែនតើទៅខ្ញុំរៀនគឺខ្ញុំរៀនជំនាញកសិកម្មហើយខ្ញុំធ្វើការលើជំនាញកសិកម្មហើយជំនាញបច្ចេកទេសអនឡាញនេះខ្ញុំបានរៀនខ្លះដែរគាត់ថាខ្ញុំពីដើមមកខ្ញុំអត់ដែលបង្ហាញទេគឺខ្ញុំបង្ហាញតែបច្ចេកទេសកសិកម្មហើយរៀនពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាប្រើប្រាស់បណ្ដាញសង្គមបណ្ដាញទំនាក់ទំនងក្នុងការលក់អនឡាញនេះខ្ញុំមាន page ជាច្រើនដែលខ្ញុំបានបង្កើតហើយខ្ញុំធ្លាប់កាន់ page គ្រប់គ្រង page ឲ្យម្ចាស់អាជីវកម្មមួយចំនួនខ្ញុំមាន page ផ្ទាល់ខ្លួនលក់អាជីវកម្មមួយចំនួនហើយខ្ញុំបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាច្រើនដែរអំពីបច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គមបណ្ដាញទំនាក់ទំនងក្នុងការលក់អនឡាញនេះអញ្ចឹងខ្ញុំគិតថាខ្ញុំអាចចែករំលែកជាមួយបងប្អូនបានទាំងអស់គ្នាហើយក៏សូមអធិស្ឋានដែរការដែលចែករំលែកនេះមិនមែនមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់បងដល់លោកគ្រូអ្នកគ្រូដែលបង្រៀនពីការលក់អនឡាញនោះទេបាទខ្ញុំនឹងព្យាយាមមួយយឺតសម្រាប់បងប្អូនភាគច្រើនដែលមិនសូវចេះបងប្អូនដែលលក់អនឡាញភាគច្រើនគឺគាត់អ្នកដែលអាចមានលទ្ធភាពច្រើនរួចទៅហើយគាត់បានបង់លុយបង់ថវិកាក្នុងការរៀនតាមរយៈវគ្គបណ្ដុះបណ្ដាលទៅរៀនផ្ទាល់ក្តីរៀនអនឡាញរៀនតាមអីក្តីរៀនតាម Telegram Channel Telegram ឬក៏ website អីក្តីអាហ្នឹងក៏សូមអធិស្ឋានខ្ញុំមិនមានគោលបំណងក្នុងការដណ្ដើមទីផ្សារក្នុងការធ្វើឲ្យប៉ះពាល់ដល់ការរកទទួលទានរបស់បងអ្នកប្រកបមុខរបរលក់ឬក៏បង្រៀនអនឡាញនោះទេបាទនេះជាការចែករំលែករបស់ខ្ញុំតិចតួចដែលខ្ញុំមានពេលវេលាតាមលទ្ធភាពប៉ុណ្ណោះបាទតាមលទ្ធភាពប៉ុណ្ណោះហើយសម្រាប់បងប្អូនដែលរៀនលឿនក៏សូមអាចអ៊ុសរំលងបានហើយបងប្អូនដែលអត់ដែលចេះសោះតែហ្មងគឺអាចចាប់ផ្ដើមពីខ្ញុំទៅបានដូចគ្នាបាទអាចចាប់ផ្ដើមពីខ្ញុំទៅបានហើយយើងនឹងទៅជាមួយគ្នានៅវីដេអូជាបន្តទៅទៀតហើយមួយទៀតបងប្អូនខ្ញុំមានក្រុមខ្ញុំបង្ហោះនេះគឺចាញ់ពី page Grow Digital KH ហើយខ្ញុំនឹងបង្ហោះចូលទៅក្នុងក្រុមដែលខ្ញុំនឹងបង្កើតទៅជាកម្មវិធីមួយបងប្អូនចង់រៀនពី YouTube បើកមើលទៅalbum មើលទៅ blog YouTube បងប្អូនចង់រៀនអំពី TikTok បងប្អូនបើកទៅមើល TikTok បងប្អូនចង់រៀនពី Facebook លក់អនឡាញតាម Facebook មើលទៅ Facebook បងប្អូនចង់លក់តាម Telegram មើលទៅតាម Telegram ហើយជារួមយើងអាចលក់បានទាំងអស់បងប្អូនផលិតផលមួយមិនថាផលិតផលមិនថាកសិផលទេសូម្បីបងប្អូនមានអ្វីដែលអាចលក់បានហ្នឹងលក់បានគ្រប់បណ្ដាញសង្គមគ្រប់បណ្ដាញទំនាក់ទំនងគាត់ថាខ្ញុំញែកមួយដើម្បីបងប្អូនងាយតាមដានបាទដើម្បីបងប្អូនងាយតាមដាន